បាទសួស្តីសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីមេត្រីអ្នកស្នេហាវិស័យកីឡាទូកងទាំងអស់គ្នាជាទីគោរពរាប់អានបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទមកជួបនៅទូកខ្នាតអន្តរជាតិមួយគ្រឿងនៅវត្តប៉ោងបាទនៅវត្តប៉ោងហើយនៅក្រោមយ៉នេះគាត់បាទហើយនេះគឺជាផ្នែកប្រណេតនៃទូកបាទប្រណេតទូកនេះគឺចម្លែកប្លែកខុសពីគេបាទខ្ជូតល្អណាស់បាទនេះបាទខ្ជូតល្អណាស់បាទហើយទូកមួយគ្រឿងនេះហើយអត់ទាន់បានស្គាល់ព្រះនាមទេបាទអញ្ចឹងយើងបន្តពីរំពេហើយយើងមកដល់ប្រវត្តិកមានក្បូរក្បាច់រចនាអីស្អាតប្លែកដែរតាបាទសមរូបរបស់គេដែរហ្នឹងណាគ្រឿងនេះបាទអញ្ចឹងទូកនេះគឺមានប្រនាមថាឥន្ទ្រីដូចជាសែនជ័យបារមីវត្តកោះរកាបាទឥន្ទ្រីដូចជាសែនជ័យបារមីវត្តកោះរកាចំណុះ22នាក់បាទទូកនេះហើយយើងមើលផ្កាផ្សេងបន្តទៀតបាទហើយនៅខាងក្រោយនេះគឺមានដាក់សរសេរឈ្មោះថាភូមិតប៉ោងឃុំកំពង់ស្វាយស្រុកកំពង់ស្វាយខេត្តកំពង់ធំបាទទូកគ្រឿងនេះគឺទូកខ្នាតអន្តរជាតិបាទហើយយើងបន្តមកទស្សនានៅផ្នែកកំសៃបាទឃើញនៅកំសៃក៏មានរចនាបថនៅផ្កាភ្ញីស្រស់ស្អាតផងដែរបាទនេះទូកគ្រឿងនេះបាទស្ថិតនៅវត្តប៉ោងបាទមើលកំសៃគេរៀងអែនស្អាតដែរតាបាទលើយើងមើលពីខាងលើម្ដងបាទហើយបន្ទាប់ពីមើលពីខាងលើហើយយើងក៏បន្តទៅមើលពីកំសៃទៅកាន់ផ្នែកកណ្ដាលនៃទូកបាទនេះពេលយើងមកដល់ផ្នែកកំសៃនៃទូកគឺយើងឃើញថាទូកនេះគឺមានចាប់កងយោមួយនៅចន្លោះបែបខ្ទង់ដែរបាទបច្ចេកទេសនៃការរៀបចំរបស់ជាងបាទនេះគឺមានចាប់កងយោងបាទនេះកងយោងនេះបែបខ្ទង់នេះមានកងយោងហើយកងបាតគឺចាប់ទៅដល់មុខតែម្ដងបាទគឺកងបាតបាទកងបាតចាប់ដល់មុខតែនៅខាងមុខនេះគឺมันមានកងយោងទេបាទមួយគ្រឿងនេះបាទនេះចំណុះ22នាក់បាទឬក៏ចំណុះ12នាក់នេះបាទនេះមើលគុណមើលពីខាងនេះទៅវិញម្ដងបាទពីមើលពីខាងលើស្អាតគួរសមដែរទូកនេះនៅលេងបានបាទម៉ែបងប្អូនទូកនេះនៅអាចលេងគ្នាបានរៀបចំចំណុះបិទរៀបឆ្នាំបិទជាប់អត់អីមកស្អាតហើយបាទសូមអរគុណសូមគោរពជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណ